ការពីប៉ុន្មានឆ្នាំមុនរឿងកំប្លែងភ័យរន្ធត់ជាច្រើនត្រូវបានផ្សព្វផ្សាយនៅលើអ៊ីនធឺណិតរឿងកំប្លែងទាំងនេះហាក់ដូចជាធម្មតានៅក្រឡេកមើលដំបូងប៉ុន្តែមានអាចកំបាំងលាក់កំបាំងរាល់ការផ្លាស់ប្ដូរតោះមកមើលភាពចម្លែកក្នុងរឿងកំប្លែងថ្ងៃនេះរឿងថ្ងៃនេះនិយាយអំពីឪពុកនិងកូនស្រីឆ្លងទន្លេជាធម្មតាការផ្លាស់ប្ដូរដំបូងគឺការអានរឿងកំប្លែងរឿងនេះចាប់ផ្ដើមជាមួយនឹងការបញ្ចប់នៃការងារមួយថ្ងៃឡាវជេនជិះរថភ្លើងក្រោមដីទៅផ្ទះវិញបន្ទាប់ពីធ្វើការនៅយប់ទី2ឡាវជីនដែលត្រឡប់មកផ្ទះវិញកំពុងញ៉ាំបាយក្នុងភោជនីយដ្ឋានហើយកូនស្រីរបស់គាត់យីងស៊ីបានក្រោកឡើងហើយត្រឡប់ទៅផ្ទះវិញបន្ទាប់ពីញ៉ាំបាយ2ខាំតើនាងមិនដឹងទេយេងសេបានឆ្លើយតបថានាងឆ្អែតហើយប្រហែលជាអាហារដែលឪពុករបស់នាងធ្វើគឺមិនត្រូវនឹងរសជាតិរបស់នាងទេនាងក៏មិនដឹងថាហេតុអ្វីបានជាគ្មានម្ដាយឬកូនក្នុងគ្រួសារនេះទេវាជាអត្ថប្រយោជន៍មួយសរុបមកមានតែឪពុកនិងកូនទេដែលរស់នៅជាមួយគ្នាសូមបន្តទស្សនាយប់ទី3ឡាវជេនបានរុញទ្វាររបស់យេងសេហើយបានរត់ចូលទៅក្នុងកូនស្រីរបស់គាត់ដោយមិននឹកស្មានដល់យេងសេប្រញាប់យកប៉ែមកគ្រប់ខ្លួនយេងសេងក់ក្បាលហើយសួរឡាវហ្គែនថាហេតុអ្វីបានជាគាត់មិនចូលមកឡាវជេនប្រញាប់សុំទោសខោអាវបោកខោអាវហើយសួរយេងសេតើអ្នកកំពុងជែកជាមួយមិត្តប្រុសទេសម្រាប់មនុស្សស្រីនេះជាឈុតដ៏ពិសេសមួយគេមិនដឹងច្បាស់ថាយីងស៊ីកំពុងធ្វើអ្វីនៅពេលនេះទេនាងស្រាតនៅមុខកុំព្យូទ័រតើនេះជាការជែកដោយស្មោះត្រង់ជាមួយមិត្តប្រុសរបស់នាងឬនាងកំពុងធ្វើអ្វីដែលមានព្រំដែនជាងមកទំព័រទី4ហើយចាំនៅមាត់ទ្វារបន្ទប់ទឹកនៅពេលត្រូវបានគេសួរថាតើយេងសេបានទៅលើយេងសេបានគ្រាន់តែឆ្លើយតបដោយកំប្លែងក្នុងអារម្មណ៍មិនល្អពីទីនេះយើងអាចមើលឃើញថាទំនាក់ទំនងរវាងឪពុកនិងកូនស្រីគឺសាមញ្ញណាស់វាអាចត្រូវបានគេមើលឃើញថាជាធម្មតាពួកគេនិយាយតិចតួចណាស់ហើយមានការរអាក់រអួលជាច្រើនក្នុងជីវិតនៅទំព័រទី5ឡាវជីនកំពុងអង្គុយលើសាឡុងលេងជាមួយទូរស័ព្ទដៃតែម្នាក់ឯងអត្ថបទភ្ជាប់មកជាមួយនិយាយថាឡាវកានមានទុកជាខ្លាំងចំពោះការបែកពីកូនស្រីរបស់គាត់តាមពិតទៅវាក៏ជារឿងធម្មតាដែរដែលបារម្ភពីស្ថានភាពដែលឪពុកកូនមិននៅជិតគ្នាយ៉ាងណាមិញយេងសេស្ថិតក្នុងវ័យជំទង់ប៉ុន្តែដោយសារតែឡាវហ្គែនពិបាកចិត្តនឹងការបែកគ្នារបស់កូនស្រីគាត់ត្រូវតែបារម្ភយ៉ាងខ្លាំងចំពោះការមកដល់របស់កូនស្រីក្នុងរឿងកំប្លែងយប់មិញនេះម៉ោង 01:30 វាត្រូវបានព្រាលហើយមានតែតួលេខរាប់សិបប៉ុណ្ណោះដែលអាចមើលឃើញមិនច្បាស់នៅកណ្ដាលវាត្រូវបានសរសេរថាវាត្រូវបានកែសម្រួលពីព្រឹត្តិការណ៍ពិតរហូតមកដល់យប់ចុងក្រោយនេះគ្រប់គ្នាគិតថាវាគ្រាន់តែជារឿងដែលនិយាយអំពីការបែកគ្នារវាងឪពុកនិងកូនស្រីប៉ុន្តែចុងក្រោយគេនិយាយថាវាប្រែប្រួលពីព្រឹត្តិការណ៍ពិតដែលត្រូវតែកើតឡើងដោយសារព្រឹត្តិការណ៍នៅក្នុងពិភពលោកជាក់លាក់មួយចូលយើងទុកវាទុកមួយឡែកសិនហើយប្រមូលការពិតមួយទៀតនៃរឿងនៅក្នុងដំរីបែបកំប្លែងរួចបន្តទៅការសន្និដ្ឋាននៅក្នុងរឿងកំប្លែងកូនស្រីរបស់ឡាវហ្គែនគឺយេងសេត្រូវបានគំរាមកំហែងនិងគ្រប់គ្រងឲ្យធ្វើរឿងជាច្រើនហើយឡាវហ្គែនទើបតែរកឃើញរឿងទាំងអស់នេះនៅទីបញ្ចប់ម៉ោង 02:00 វាលែងមានក្នុងពិភពមនុស្សទៀតហើយដូច្នេះសូមមើលតម្រុយដែលលាក់ក្នុងរឿងកំប្លែងជាមួយនឹងចម្លើយមកដល់រូបភាពទី1ឡាវជីនជិះរថភ្លើងក្រោមដីប៉ុន្តែដៃរបស់គាត់មិនស្មោះត្រង់ទេប៉ុន្តែគាត់ស្ងាត់ស្ងៀមចង្អុលកាមេរ៉ាទូរស័ព្ទដៃរបស់គាត់ទៅកាន់ក្រុមក្មេងស្រីដែលដើរកាត់ខ្ញុំមិននឹកស្មានថាឡាវហ្គែនលេងដោយចិញ្ចើមក្រាស់តាមពិតជាមនុស្សបែបនេះទេនៅក្នុងរូបភាពទី2យើងអាចមើលឃើញខ្លឹមសារនៃទូរស័ព្ទរបស់ឡាវជីនឡាវហ្គែនបានផ្ញើរូបថតដែលគាត់ទើបតែថតបានដោយសម្ងាត់នៅថ្ងៃនេះទៅកាន់មនុស្សម្នាក់ដែលមានឈ្មោះថាបណ្ឌិតមិនត្រឹមតែប៉ុណ្ណោះលោកក៏បានផ្ទេរប្រាក់ជាច្រើនពាន់ទៅឲ្យភាគីម្ខាងទៀតអ្នកដែលគេហៅថា Doctor បានផ្ញើដំណបណ្ដាញមួយទៅឡាវហ្គែនចំណាំថារូបតំណាងយន្តហោះក្រដាសនៅខាងឆ្វេងខាងលើគួរតែជាបណ្ដាញសង្គមវានឹងបង្ហាញច្រើនដងនៅពេលក្រោយនៅក្នុងរូបភាពទី3រូបតំណាងយន្តហោះក្រដាសលេចឡើងម្ដងទៀតនៅជ្រុងខាងឆ្វេងខាងលើនៃកុំព្យូទ័រវាអាចត្រូវបានគេមើលឃើញពីមាតិកានៅលើអេក្រង់ថានេះគួរតែជាការផ្សាយបន្តផ្ទាល់ក្រោមកាមេរ៉ាផ្សាយផ្ទាល់មានមនុស្សជាច្រើនកំពុងផ្ញើទៅនឹងរារាំងពួកគេកំពុងផ្ញើការណែនាំផ្សេងទៅកាន់លោកស្រីយេងសៃអ្នកខ្លះនិយាយថាប្រើត្រសក់មានត្រសក់មួយនៅលើទូរបស់យេងសៃអ្នកខ្លះថាយកកាំបិតមកសរសេរលើក្រោយសង្កេតមើលថាមានពាក្យសរសេរនៅខាងក្រោយជើងរបស់យីងជីទាំងអស់នេះបង្ហាញថាយេងសេត្រូវបានគ្រប់គ្រងដោយអ្នកផ្សាយបន្តផ្ទាល់និងធ្វើតាមការណែនាំរបស់ពួកគេអ្នកដែលនៅក្នុងបន្ទប់ផ្សាយបន្តផ្ទាល់បានបញ្ជាឲ្យនាងដោះសម្លៀកបំពាក់ចេញប៉ុន្តែកាបូបសិស្សនៅក្បែរនាងបញ្ជាក់ថាយេងសេគ្រាន់តែជាសិស្សវិទ្យាល័យជាក្មេងស្រីមិនគ្រប់អាយុកាំបិតជូតក្នុងភ្នែកយេងសេភ្លឺជាងមុនហើយសម្ដីនៅជើងនាងក៏ប្រឡាក់ដោយពណ៌ក្រហមខ្ញុំខ្លាចថានាងទើបតែលាក់ខ្លួននៅក្នុងបង្គន់ហើយនាងកំពុងប្រើការណែនាំដើម្បីសរសេរមុនពេលទៅត្រង់គឺឡូវពីរនាក់នៅតែសម្លឹងមើលកម្មវិធីនៅលើយន្តហោះ
អ្វីដែលគាត់បានឃើញគឺកូនស្រីរបស់គាត់យេងសឡោហ្គែនពេលនោះគាត់ពិតជាយល់ពីអ្វីដែលកូនស្រីគាត់តែងធ្វើម្រាមដៃកាន់ទូរស័ព្ទកាន់តែកាន់រូបទាំងពីរក្នុងទូរស័ព្ទដៃអ្នកទី1គឺយេងសេគូពាក្យនៅលើដងខ្លួនរបស់នាងដោយកាំបិតហើយអ្នកទី2ដេកនៅលើដីហើយបំពេញវាដោយសារធាតុរ៉ាវពណ៌លឿងក្រឡេកមកមើលរូបភាពវិញអ្នកអាចមើលឃើញថាកម្រាលឥដ្ឋនិងកម្រាលក្នុងបន្ទប់ទឹកហើយសូម្បីតែមាត់របស់យេងសេក៏ធ្លាប់ឃើញហេតុការណ៍ដែលបានកើតឡើងលើកនេះដែរនេះជាឡើយការនៅពេលនោះទោះបីជាយ៉ាងណាក៏ដោយគាត់មិននឹកស្មានថាកូនស្រីធ្វើរឿងទាំងនេះនៅក្នុងបន្ទប់ទឹកទេក្រឡេកទៅមើលបង្អួចនៅម្ខាងឃើញរូបមួយកន្លែងលាក់ខ្លួនរបស់យុវជនម្នាក់លាទៅកាន់ពិភពលោកនេះការបែកគ្នារវាងឪពុកនិងកូនស្រីពីការយល់ខុសគ្នាទៅវិញទៅមកបានคล้ายជាព្រំដែនរវាងជីវិតនិងសេចក្តីស្លាប់ចំពោះសំណួរដែលមិនទាន់មានចម្លើយនៅក្នុងរឿងកំប្លែងហេតុអ្វីបានជាឡើយការផ្ញើរូបថតក្បាលរបស់គាត់ទៅឲ្យបុរសឈ្មោះបណ្ឌិតដើម្បីសង្កត់វិញតើគាត់ត្រូវបានគ្រប់គ្រងដែរទេហើយហេតុអ្វីបានជាយេងសេត្រូវបានគ្រប់គ្រងនិងសម្លាប់ទាំងនេះអាចយល់បានលុះត្រាតែអ្នកយល់ពីរឿងដើមពេលខ្លះការពិតគឺចម្លែកនិងវេទមន្តជាងរឿងទៅទៀត